បានចូលមកពីតឡាការនៅតំបន់បាទតាមពីរឿងខ្ញុំធ្វើជាបណ្ដឹងទៅតែគុណបន្តិចចាត់តូនទៅនឹងបរហាកេនេះជាជាក់ស្ដែងមកគឺគាត់បង្កើតសេណារីយ៉ូមួយដែលអត់មានកាត់មកថាខ្ញុំទៅចរចាតបថ្លៃសុំជួននីតិពីគណៈការនៅសំរាស៊ីដើម្បីคลายគួរជាតំណាងរាស្ត្រលក្ខណៈហ្នឹងគឺខ្ញុំរឿងឆ្កល់មែនទេព្រោះមនុស្សធម្មតាជារឿងមួយហើយដល់ជាប្រសងចាក់បងសពោហើយបង្កើតសេណារីយ៉ូមួយលោកដៃទៅក្នុងនយោបាយមួយដែលមិនចាក់តោទៅគាត់ហើយខ្ញុំឃើញថាពលរដ្ឋមែនទេទីមួយប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំគណៈបករបស់ខ្ញុំហើយនឹងអ្នកដែលគ្រប់គ្រងខ្ញុំហើយការនឹងវាអត់ពិតអានឹងទី1ទី2ក្នុងនាមជាប្រសងចាក់បងសពោធ្វើសេណារីយ៉ូមួយដើម្បីគ្រប់គ្រងគណៈបកของជាតិខ្ញុំមិនប្រកាន់នាការនយោបាយទេហើយឥឡូវនេះកំពុងតែដំណើរការប្រកួតប្រជែងគណៈបកនយោបាយហើយគាត់ថាខ្ញុំទៅតថ្លៃសូមគុណនីតិជាតំណាងរាសម្រាប់ប្រពន្ធខ្ញុំផងគុណខ្ញុំផងដើម្បីឲ្យមានតំណែងធំខ្ញុំអត់ស្មានយល់ថាប្រសងធ្លាក់ខ្លួនអត់ហើយខ្ញុំមានយោបល់ថាគាត់ចង់បានអីហើយបើសិនជាគាត់ចង់លូកដៃទៅធ្វើនយោបាយច្បាប់អត់គាត់ខាំងអ្នកណាមួយទេសូមគាត់សិតជាប្រសក់ទៅហើយធ្វើនយោបាយទៅហើយបើក្រុមនាមជាប្រសងហើយនិយាយតែផ្ដេសតែផ្ដាស់ធ្វើសេនាយូហ្នឹងគឺអាក្រក់ជាទីបំផុតអាក្រក់ទីបំផុតក្នុងន័យថាវាអត់មានអីទាំងអស់ហើយខ្លួនយើងជាប្រសងហើយទី1ដូចខ្ញុំនិយាយអញ្ចឹងប៉ះពាល់ដល់គេឈ្មោះរបស់ខ្ញុំធំណាស់ហើយនយោបាយរបស់ខ្ញុំធំហើយប៉ះពាល់ដល់សតិអារម្មណ៍ការយល់ដឹងរបស់អ្នកដែលគ្រប់គ្រងយើងហើយទី2កាលណាយើងពាក់ជាបងចំពោហើយយើងហូបពូតកុហកអានឹងបាបយើងបាច់អាបាត់ណាហើយបើសិនជាយើងចង់ធ្វើនយោបាយយើងសិតជាពីប្រសងទៅយើងធ្វើនយោបាយទៅហើយដល់យើងចាក់បងចំពោធ្វើជំនួញឆ្លៀតហូបពូតមួលប្រកាច់សពគ្រប់បែបយ៉ាងខ្ញុំអត់គ្រប់គ្រងហើយការមួលប្រកាច់ហ្នឹងច្រើនករណីណាប៉ុន្តែខ្ញុំយកករណីមួយដែលយកមកដឹងដើម្បីឲ្យលោកឧត្តបន្តិចហ្នឹងគាត់ដោះស្រាយធ្វើម៉េចបញ្ចេញផុសតាងខ្ញុំដឹងបើថាมันមានផុសតាងទេអានឹងបញ្ជាក់ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាដឹងការពិតថាប្រសងនឹងមានសិលធម៌ឬអត់មានសិលធម៌ចាក់តងទៅខ្មែរយើងទាំងអស់គ្នាដែលមានចំនួន 85% កាន់ពុទ្ធសាសនាហើយបើសិនយើងគោរពប្រសងណាដែលអត់មានព្រំវិហារធម៌អត់មានសិលធម៌គាត់អាងថាគាត់ប្រសងហើយនិយាយមួយប្រកាសជាស្រេចចិត្តខ្ញុំថាខ្លួនខូចជាទីបំផុតរបស់តឡាការគេថាមកចេះទៅចូលដល់ទៅថ្ងៃនេះគេកំពុងតែតាមដានតើប្រសងបុកបន្តិចហ្នឹងគង់នៅកន្លែងណាបើតាមការស្រាវជ្រាវឃើញគាត់ចល័តពីគាត់មួយទៅគាត់មួយឥឡូវហ្នឹងគាត់កំពុងតែនៅសហរដ្ឋអាមេរិកតាមយើងដឹងគេចាំតែគាត់ចូលមកវិញគេនឹងកោះអញ្ជើញដើម្បីមកបំភ្លឺពីករណីទាំងអស់ហ្នឹងហើយខ្ញុំសង្ឃឹមថាគាត់មានភាពក្លាហានពីព្រោះបុតបន្ទែងដែលជាប្រសងសប្តាហ៍នេះគាត់ដើរតួនាទីពោះពីប្រសងលោកតែចូលក្នុងបញ្ហាកែមលៃសពបែបយ៉ាងអានឹងគឺជារឿងមួយដែលខ្ញុំគាំទ្រកាន់តែដែរគួរតែទុករឿងនឹងឲ្យសពកាត់ជាមួយក្នុងពុទ្ធសាសនាគាត់មិនគួរបំផុលដើម្បីហូបយ៉ាចំណេញក្នុងនឹងខ្ញុំអត់គាំទ្រទេប៉ុន្តែអានឹងរឿងរបស់គាត់ប៉ុន្តែរឿងរបស់ខ្ញុំអ្វីដែលគាត់មួយបង្កើតខ្ញុំនឹងត្រូវគាត់បញ្ចេញការពិតឬមិនបញ្ចេញការពិតទេខ្ញុំសូមឲ្យតុលាការដាក់ទោសទៅតាមកម្មទៅបានចា៎ពូមានសម្បត្តិដែលបានប្រទេសទៅមេធាវីរបស់ពូលោកសុកសំអឿនស្រីម៉ាក់នីជាបរិយាអញ្ញារោណានៅជាន់ទី3កតុកដូណាអរគុណ